ប្រជាកសិករក្នុងឃុំសាលាក្រៅស្រុកសាលាក្រៅខេត្តបៃលិនចាប់ផ្ដើមសាបព្រួសស្រូវបន្ទាប់ពីធ្លាក់ភ្លៀងមួយមេប្រជាកសិករដែលជាអ្នកប្រកបមុខរបរធ្វើស្រែចម្ការបាននាំគ្នាចាប់ផ្ដើមភ្ជួររាស់ដីស្រែចម្ការរបស់ពួកគាត់ជាបណ្ដាហើយបន្ទាប់ពីត្រូវបានធ្លាក់ភ្លៀងមួយមេយ៉ាងធំមកស្រោចស្រពលើដីស្រែរបស់ពួកគាត់រួចមកការដែលប្រជាកសិករបានចាប់ផ្ដើមភ្ជួររាស់សាបព្រួសដីស្រែចម្ការរបស់ពួកគាត់ពីដើមរដូវបែបនេះគឺដោយសារតែអំណោយផលពីធម្មជាតិដែលបានភ្លៀងធ្លាក់ពីដើមរដូវដែលធ្វើឲ្យពួកគាត់មានឱកាសអាចភ្ជួររាស់សាបព្រួសស្រូវបានពីដើមឆ្នាំនិងមានពេលវេលាដើម្បីដើរហើរប្រកបមុខរបរផ្សេងៗជាបន្តទៀតបងប្រុសម្នាក់ដែលជាប្រជាកសិកររស់នៅក្នុងភូមិទំបន់ឃុំសាលាក្រៅស្រុកសាលាក្រៅបានរៀបរាប់ឲ្យដឹងថាប្រជាកសិករយើងដែលមានមុខរបរធ្វើស្រែចម្ការគឺពីមុនមកគេត្រូវសាបសំណាបជាមុនសិនទើបដកសំណាបនោះដើម្បីយកទៅស្ទូងជាបន្តទៀតចំពោះការសាបសំណាបនេះផងដែរក៏ត្រូវការទឹកជោគជាំដើម្បីភ្ជួររាស់ត្រឡប់ដីទុកឲ្យស្មៅងាប់សិនទើបគេភ្ជួរជាលើកទី2ហើយយកស្រូវមកសាបសំណាបបានចំណែកឯស្រែសន្ទូងវិញក៏ដូច្នោះដែរគឺត្រូវតែភ្ជួរដីដាស់ទុកចោលឲ្យងាប់ស្មៅសិនទើបអាចភ្ជួរស្ទូងជាលើកទី2បានធ្វើបែបនេះទើបស្រូវទទួលបានទិន្នផលល្អតែបច្ចុប្បន្ននេះប្រជាកសិករយើងប្រមាណ80%គេលែងសាបសំណាបដើម្បីយកស្ទូងដូចមុនទៀតហើយឲ្យតែមានភ្លៀងធ្លាក់អាចភ្ជួរមុតគឺគេគ្រាន់តែភ្ជួរដីរួចយកស្រូវមកព្រួសចោលហើយរាស់លុបជាការស្រេចនៅពេលស្រូវដុះលូតលាស់ល្មមប្រើជីគេត្រូវយកជីមកបាចបន្ទាប់មកត្រូវឧស្សាហ៍បាញ់ថ្នាំសម្លាប់ស្មៅម្ដងទៅ2ដងតែប៉ុណ្ណោះធ្វើរបៀបនេះបើទោះជាមិនសូវទទួលបានទិន្នផលដោយដែលយើងដកស្ទូងក៏ពិតមែនតែវាអាចកាត់បន្ថយនៅពេលវេលាសម្រាប់ការរកស៊ីធ្វើការងារផ្សេងទៀតនិងមិនចំណាយកម្លាំងពលកម្មច្រើនដោយដែលយើងត្រូវដកស្ទូងដោយពេលមុននោះទេកសិករម្នាក់ទៀតឈ្មោះចាប់ម៉ៅបានរៀបរាប់ឲ្យដឹងថាគាត់បានពូជស្រូវស្រាលមួយប្រភេទឈ្មោះថាស្រងែចំនួន2ហិកតានៅក្នុងដីស្រែរបស់ខ្លួនចំពោះពូជស្រូវភាគច្រើនពួកគេធ្វើដំណើរទៅទិញយកមកពីប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបងដោយមួយតោនតម្លៃប្រហែល10000បាតជាប្រាក់ថៃគាត់បញ្ជាក់ថានៅដើមឆ្នាំគេសង្កេតឃើញស្រូវមានការឡើងថ្លៃខ្ពស់គួរឲ្យកត់សម្គាល់ដោយមួយតោនឈ្មួញខ្មែរទិញរហូតដល់ទៅ10000បាតលុះក្រោយមកដល់ពេលប្រមូលផលកាន់តែច្រើនស្រាប់តែធ្លាក់ចុះនៅសល់ត្រឹមមួយតោនប្រហែល8000បាតប៉ុណ្ណោះការព្រុះស្រូវស្រងាយនេះរយៈពេលត្រឹមតែ4ខែអាចទទួលបានផលដោយចាប់ផ្ដើមយកគោយន្តកន្ត្រៃភ្ជួររាស់ជីកចង្អូរប្រឡាយបង្ហូរទឹករួចចាប់ផ្ដើមព្រុះតែម្ដងចំពោះទឹកសម្រាប់ធ្វើស្រែប្រាំងគឺមានហៀហូរគ្រប់គ្រាន់មិនខ្វះខាតនោះទេទោះបីជារដូវប្រាំងឬវស្សាក៏ដោយព្រោះគេមានប្រព័ន្ធស្តុបទឹកទុកសម្រាប់ធ្វើស្រែខណៈមេឃភ្លៀងជោគជាំគេបង្ហូរទឹកចោលតែបើនៅសល់តិចតួចគេបិទទ្វារទឹកទុកបំរុងដល់កសិករដើម្បីបូមយកទៅដាក់ក្នុងស្រែរបស់ខ្លួនយ៉ាងងាយស្រួល